បើមិនមានឪពុកបើមិនមានម្ដាយក៏មិនមានកូនប្រុសស្រីបើមិនមានឪពុកបើមិនមានម្ដាយថ្នម3ក៏កូនប្រុសស្រីមិនមានជីវិតបើមិនមានឪពុកបើមិនមានម្ដាយរក្សាកិត្តក៏មិនដឹងជីវិតកូនទៅទីយ៉ាងណាលោកឪពុកទុកដូចជាព្រះសូរិយារីឯមេត្តាទុកដូចជាព្រះអាទិត្យពន្លឺទាំងទ្វេតែងរះនិបនិតនៅក្បែរនៅចិត្តកិត្តកូនប្រុសស្រីគួរសូចិត្តអាណិតម៉ែអស់9ខែម៉ែពោតីសូត្រំចាញ់គួរញ័រលហិតលហើយអាស្រ័យបុត្រភ្ងាផ្ញើជីវិតម្លឹងហើយម៉ែនឹងនឹកស្រឡាញ់លំបាក់ម្ដេចមិញអត់បើគិតទន្ទឹងតែខែមកចិត្តពិតចង់ឃើញបុត្រពិសីពេលឆ្លងទន្លេម៉ែឈឺណាស់ធ្វើក្រៃធ្វើក្រាស់ហូសឧបម័យទៅផុតជីវិតចាក់លោកីនិស័យមាច់រៀតមកក្រមចាំពេលម៉ែបានឆ្លងផុតវាលធំម៉ែស្ដាប់កូនយំម៉ែចំណាំសំឡេងកូនតូចដូចបណ្ដាំសាក់ផ្សាំទ្រឹងម៉ែឲ្យលហែពិតរីគុណឪពុកកូននៅចាំទុកនៅក្នុងសន្តានឪពុកស្រឡាញ់កូនគ្រប់ប្រានអត់មានខកខានដតីត្បិតតែឪពុកមិនបានពោកតីបំបៅទឹកសៃលើកូនស្រីប្រុសតែឪពុកស្រឡាញ់លើសអ្វីទាំងអស់សំបីតែគេឈ្មោះពលះបំបានពុះអស់រែកទឹកនឹងលូកដោធ្វើស្រែគ្វាលគូអត់ខកខាដីស្រែចំការទីផ្សារក៏បានឪពុកខំរករៀនឲ្យតែបានប្រាក់ពេលឪពុករកប្រាក់បានកាលណាឪពុកទៅផ្សារទិញនំចំណីសំលៀកបំពាក់ឲ្យកូនប្រុសស្រីឲ្យសមដូចសេចក្តីកូនប្រាថ្នាឪពុកមិនចង់ឃើញកូនយំយែកូនយំកូនស្រែកស្រីឃ្លានអាហារឪពុកខំធ្វើការទាំងក្តាញ់ត្រជាឪពុកខំធ្វើការទាំងដៃជើងញញញញាក់ព្រោះឪពុកស្មោះស្ម័គ្រលើកូនប្រុសស្រីហើយនេះកូនទាំងឡាយអ្នកដែលលះបង់អ្វីគ្រប់យ៉ាងមកលើករូបយើងពុំមាននរណាលើសអំពីមេត្តាបិតារបស់យើងទេហើយកូនប្រុសស្រីគ្រប់ប្រាណគូកិត្តរំពៃឲ្យគ្នាគួររិះរីរកឱកាសពេលវេលាតបនឹករលឹកគុណរបស់មេត្តាបិតារបស់យើងដែលជាស្រែបនដែលជាព្រះដើមដែលជាទេវតាដើមដែលជាអាហុណយបុគ្គលដែលយើងគោរពបូជាភ្លឺស្វាងបុគ្គលអ្នកដឹងគុណមេត្តាបិតារមែងទៅទីឆ្ងាយទីចិត្តទោះបីល្ងិតភ្លឺយ៉ាងណារមែងមានទេវតាអ្នករក្សាគុំក្រងកាលកូននៅតូចតូចងាប្រលប់ស្មាណាម៉ែមិននឿយណាម៉ែចាំរក្សាកាយាអត់ឆ្ងាយដួងចិត្តនៅអ្នកម្ដាយរសាពេកក្រៃនឹងដួងចិត្តម៉ែតែងព្រួយអត់ឡាយ
ដល់បត់ត្រានត្រោអើយម៉ែរំពឹងកិតដល់ខ្វល់ខ្វាយអត់ស្បើអើយចិត្តម៉ែអត់ស្បាយដូនក្នុងយប់ជ្រៅរាល់យប់រលប់មេទាញពួយដល់ដំចិត្តម៉ែបារម្ភនៅខ្លាចកូនពុំក្រនរងារក្តៅពេលយប់ជ្រៅម៉ែស៊ូនៅកំដងម៉ែស្ទាបថ្នមថ្នមដៃម៉ែប្រឡងទុនគ្មានក៏គ្រៀតកូនបានកក់ក្ដៅម៉ែនៅមិនឃ្លាតកូនបានសុខទៀតព្រោះម៉ែនិបនិតពេលកូនឈឺថ្កាត់ម៉ែមិនដែលបាត់នៅក្បែរនៅចិត្តបញ្ចុកចំណៃដោយក្តីអាណិតលួងអង្វរចិត្តឲ្យកូនផឹកថ្នាំពុកម៉ែមិនបានទេបរំពុនពេកខ្លំមើលដូចឆ្មាំម៉ែពុកជាគ្រូពេទ្យជាបាលប្រចាំកូនឈឺយូរឆ្នាំពុកម៉ែអ្នកកំដរនេះលួងចិត្តម៉ែពេញដោយស្នាមស្នេហ៍អត់ត្រែកកម៉ែស្រឡាញ់កូនចង់ឲ្យកូនល្អទោះបីម៉ែមាត់កព្រោះចង់ឲ្យកូនសុខសូមអនុមោទនាចឹងអង្គខ្ញុំព្រះករុណាអាត្មាភាពបានលើកឡើងនៅពធមានអត្ថន័យសេចក្តីប្រមាណប៉ុណ្ណេះបំបានអស់ទលំទលាយក្នុងន័យបច្ច័យ4ចម្រើនបញ្ជននឹងកិច្ចមួយចំនួនទេក៏ប៉ុន្តែចង់ក្រើនរំលឹកក្នុងអត្ថន័យនឹកភ្នែកទៅរកគុណបំណាច់របស់លោកឪពុកអ្នកម្ដាយគ្រប់រូបគ្រប់កាយតែងតែមានចំពោះកូនប្រុសស្រីអ្វីដែលគាត់ត្រូវការបំផុតពេលដែលចាស់ទៅគឺមានកូននៅក្បែរមើលថែនោះគឺជាសេចក្តីសុខសម្រាប់ជីវិតហើយ